សៀវភៅ Eat That Frog ដោយលោក Brent Trashy គឺជាសៀវភៅដ៏ល្បីល្បាញបំផុតមួយអំពីការគ្រប់គ្រងពេលវេលានិងការបញ្ឈប់ទម្លាប់ពន្យាពេលពាក្យថា Eat That Frog ហូបកង្កែបនោះទៅគឺជាពាក្យប្រៀបធៀបកង្កែបគឺជាការងារដែលសំខាន់បំផុតនិងពិបាកបំផុតដែលអ្នកត្រូវធ្វើប៉ុន្តែអ្នកតែងតែចង់ពន្យាពេលមិនចង់ធ្វើប្រសិនបើអ្នកហ៊ានធ្វើវាឲ្យហើយមុនគេនោះថ្ងៃដែលនៅសល់របស់អ្នកនឹងពោរពេញទៅដោយផលិតភាពខាងក្រោមនេះគឺជាចំណុចសំខាន់5ដែលលម្អិតនឹងមានឧទាហរណ៍ 1. ច្បាប់នៃកង្កែប The rules of frog eating ប្រសិនបើអ្នកមានកង្កែប2ដែលត្រូវស៊ីចូលជ្រើសរើសស៊ីកង្កែបដែលអាក្រក់ជាងគេធំជាងគេមុនគេមានន័យថាបើមានកិច្ចការ2ត្រូវធ្វើចូលធ្វើកិច្ចការងារដែលលំបាកបំផុតនិងមានផលប្រយោជន៍ធំបំផុតមុនគេឧទាហរណ៍អ្នកជាអ្នកលក់អ្នកមានកិច្ចការ2 1រៀបចំឯកសារលើតុឲ្យមានរបៀបនិង2ទូរស័ព្ទទៅអតិថិជនធំម្នាក់ដែលពិបាកនិយាយជាមួយកង្កែបគឺការទូរស័ព្ទទៅអតិថិជនបើអ្នកធ្វើវាហើយអ្នកនឹងធូរចិត្តហើយមានឱកាសទទួលបានចំណូលច្រើន2បង្កើតបញ្ជីរាយនាមការងារ The power of writing កុំចាប់ផ្ដើមថ្ងៃថ្មីដោយគ្មានបញ្ជីការងារដែលត្រូវធ្វើ To do list ការសរសេរវាចេញមកលើក្រដាសជួយឲ្យខួរក្បាលអ្នកមានរបៀបនិងផ្ដោតអារម្មណ៍បានល្អសរសេរបញ្ជីការងារសម្រាប់ខែសប្តាហ៍និងសម្រាប់ថ្ងៃស្អែកសរសេរនៅយប់នេះឧទាហរណ៍មុនចូលគេងសរសេរការងារ5ដែលត្រូវធ្វើនៅថ្ងៃស្អែកការធ្វើបែបនេះនឹងជួយឲ្យអ្នកដឹងខ្លួនឡើងមកដឹងថាត្រូវធ្វើអ្វីភ្លាមមិនមែនអង្គុយគិតថាតើថ្ងៃនេះធ្វើអ្វីខ្លះនោះទេ3ការប្រើវិធីសាស្ត្រ ABCDE នេះគឺជាការដាក់ចំណាត់ថ្នាក់អាទិភាព A សំខាន់បំផុតបើមិនធ្វើនឹងមានផលវិបាកធ្ងន់ធ្ងរនេះគឺជាកង្កែបរបស់អ្នក B គួរធ្វើមានផលវិបាកតិចតួចបើមិនធ្វើដូចជាឆ្លើយអ៊ីមែលធម្មតា C ធ្វើក៏បានមិនធ្វើក៏បានគ្មានផលវិបាកដូចជាទៅញ៉ាំកាហ្វេជាមួយមិត្តភក្តិ D ប្រគល់ឲ្យអ្នកដទៃការងារដែលអាចឲ្យអ្នកផ្សេងធ្វើជំនួសបាន E លុបចោលការងារដែលមិនចាំបាច់នឹងខាតពេលឧទាហរណ៍កុំធ្វើការងារ B មុនពេលការងារ A រួចរាល់ឲ្យសោះច្បាប់ 80-20 The 80-20 rule 20% នៃកិច្ចការដែលអ្នកធ្វើនឹងផ្ដល់លទ្ធផលរហូតដល់ 80% នៃជោគជ័យសរុបមនុស្សភាគច្រើនចំណាយពេល 80% ទៅលើការងារតូចតាចដែលផ្ដល់ផលឲ្យតែ 20% ប៉ុណ្ណោះឧទាហរណ៍ក្នុងចំណោមវីដេអូ YouTube ដែលអ្នកផលិតបើអ្នកចំណាយពេលលើការរៀបសាច់រឿងឲ្យល្អតែ 20% នៃកម្លាំងវានឹងធ្វើឲ្យវីដេអូអ្នកល្បីនិងមានអ្នកមើលច្រើន 80% នៃលទ្ធផលជាងការចំណាយពេលរាប់ម៉ោងទៅរើសអក្សរពុម្ព 5. កាត់ចំណាយកង្កែបជាចំណិតពេលខ្លះកិច្ចការនោះធំពេកកង្កែបជារហូតដល់យើងខ្លាចមិនហ៊ានធ្វើវិធីសាស្ត្រគឺកាត់វាជាចំណែកតូចហើយធ្វើវាម្ដងមួយចំណែកឧទាហរណ៍បើអ្នកចង់សរសេរសៀវភៅមួយក្បាលកុំគិតថាត្រូវសរសេរ200ទំព័រឲ្យហើយគិតត្រឹមតែថាថ្ងៃនេះសរសេរឲ្យបាន1ទំព័រឬសរសេរឲ្យបាន15នាទីពេលអ្នកចាប់ផ្ដើមបានបន្តិចនោះអ្នកនឹងមានកម្លាំងចិត្តធ្វើវាបន្តរហូតដល់ចប់ដើម្បីឲ្យអ្នកអាចស្វែងយល់ពីខ្លឹមសារសៀវភៅ Eat That Frog យ៉ាងស៊ីជម្រៅបានរៀបចំជារបៀបមេរៀនសង្ខេបកម្រិតខ្ពស់ដែលបែងចែកជាផ្នែកងាយយល់ងាយអនុវត្តនិងមានឧទាហរណ៍ជាក់ស្ដែងក្នុងជីវភាពរស់នៅផ្នែកទី1ផ្នែកគំនិតកង្កែបអ្វីទៅជាកង្កែបក្នុងជីវិតយើងម្នាក់តែងតែមានកិច្ចការមួយដែលយើងដឹងថាបើធ្វើវាជោគជ័យវានឹងដូរជីវិតរបស់យើងប៉ុន្តែយើងតែងតែខ្លាចហើយរុញវាទៅថ្ងៃស្អែកជានិច្ចនោះហើយគឺជាកង្កែបមេរៀនសំខាន់កុំអង្គុយមើលវាបើអ្នកមានកង្កែបត្រូវស៊ីការអង្គុយសម្លឹងមើលវាយូរ
មិនធ្វើឲ្យកង្កែបនោះបាត់ទៅវិញទេមានតែធ្វើឲ្យអ្នកកាន់តែខ្លាចការងារក៏ដូចគ្នាបើមិនចាំដើមធ្វើវាទេវានឹងខ្លាចទៅជាសម្ពាធផ្លូវចិត្តកុំរើសកង្កែបស្គមមនុស្សភាគច្រើនចូលចិត្តធ្វើការងារងាយដើម្បីឲ្យមានអារម្មណ៍ថារវល់ប៉ុន្តែលទ្ធផលជីវិតមិនទៅមុខអ្នកខ្លាំងគឺអ្នកដែលហ៊ានចាប់កង្កែបមហិមាមកស៊ីមុនគេឧទាហរណ៍ក្នុងជីវិតសិស្សឬក៏និស្សិតការអានមេរៀនពិបាកដែលត្រូវប្រឡងវាគឺជាកង្កែបឯការរៀបចំទុករៀនឲ្យស្អាតគ្រាន់តែជាការងារបន្ទាប់បន្សំអ្នកធ្វើការសរសេរគម្រោងដាក់ជូនមេគឺជាកង្កែបឯការអង្គុយឆែកមើលបណ្ដាញសង្គមឬឆ្លើយអ៊ីមែលអត់ប្រយោជន៍គឺជាការងារពន្យាពេលផ្នែកទី2យុទ្ធសាស្ត្ររៀបចំសមរភូមិមុននឹងស៊ីកង្កែបអ្នកត្រូវតែមានផែនការលោក Brent Tracy បានសង្កត់ធ្ងន់លើការគិតលើក្រដាស 1. ក្បួន7ជំហានដើម្បីសម្រេចគោលដៅ 1. សម្រេចចិត្តឲ្យច្បាស់ Decide exactly what you want មនុស្សភាគច្រើនបរាជ័យដោយសារតែពួកគេមិនច្បាស់លាស់នៅអ្វីដែលខ្លួនឯងចង់បានអ្នកត្រូវដឹងថាតើគោលដៅធំបំផុតរបស់អ្នកនៅខែនេះឬឆ្នាំនេះគឺជាអ្វីឧទាហរណ៍កុំត្រឹមតែគិតថាចង់សន្សំលុយឲ្យបាន$10,000តែត្រូវកំណត់ថាត្រូវបង្កើនចំនួនសន្សំជារៀងរាល់ថ្ងៃឬក៏រាល់ខែ 2. សរសេរវាចេញមកក្រៅ Write it down គោលដៅដែលនៅក្នុងខួរក្បាលគឺគ្រាន់តែជាបំណងប្រាថ្នាប៉ុណ្ណោះនៅពេលអ្នកសរសេរលើក្រដាសវាជួយឲ្យខួរក្បាលមើលឃើញរូបរាងច្បាស់លាស់ឧទាហរណ៍សរសេរគោលដៅដាក់ក្នុងសៀវភៅកំណត់ហេតុឬបិទលើជញ្ជាំងកន្លែងធ្វើការទី3កំណត់កាលបរិច្ឆេទបញ្ចប់ set a deadline បើគ្មាន deadline ទេអ្នកនឹងគ្មានសម្ពាធក្នុងការធ្វើវាឡើយហើយអ្នកនឹងពន្យាពេលវារហូតឧទាហរណ៍វីដេអូវែងទី1ត្រូវតែបង្ហោះឲ្យបាននៅថ្ងៃអាទិត្យម៉ោង 7 យប់ 4. រាយបញ្ជីការងារដែលត្រូវធ្វើ Make a list សរសេររាល់សកម្មភាពតូចៗទាំងអស់ដែលអ្នកត្រូវធ្វើដើម្បីឈានទៅសម្រេចគោលដៅធំរាល់ពេលមានគំនិតថ្មីចូលថែមវាចូលក្នុងបញ្ជីនេះឧទាហរណ៍ 1. រកប្រធានបទ 2. សរសេរ script 3. រៀបចំកន្លែងថត 4. ថត 5. កាត់ត 5. រៀបចំបញ្ជីឲ្យទៅជាផែនការ Organize the list into a plan រៀបតាមលំដាប់លំដោយតើអ្វីត្រូវធ្វើមុនគេនិងតាមអាទិភាពតើអ្វីសំខាន់បំផុតការមានផែនការជួយឲ្យអ្នកដឹងថាត្រូវដើរតាមផ្លូវណាមុន 6. ចាប់ផ្ដើមធ្វើភ្លាម take action immediately ផែនការដែលល្អបំផុតក៏គ្មានតម្លៃដែរបើមិនមានការអនុវត្តកុំរងចាំឲ្យគ្រប់យ៉ាងល្អឥតខ្ចោះទើបចាប់ផ្ដើមឧទាហរណ៍កុំចាំតតែមានកាមេរ៉ាថ្លៃlaptop ល្អតម្លៃរាប់ពាន់ដុល្លារអងកាមេរ៉ាសម្រាប់ថតទើបចាប់ផ្ដើមយកទូរស័ព្ទមកថតភ្លាមនៅថ្ងៃនេះ 7. ធ្វើវាជារៀងរាល់ថ្ងៃ Do something every single day នេះគឺជាចំណុចដែលពិបាកជាងគេប៉ុន្តែសំខាន់ជាងគេអ្នកត្រូវធ្វើសកម្មភាពណាមួយទោះតូចក្តីធំក្តីដែលរុញឲ្យអ្នកខិតទៅជិតគោលដៅជារៀងរាល់ថ្ងៃគ្មានថ្ងៃឈប់សម្រាកចំណុចទាំង7នេះគឺជាម៉ាស៊ីនដែលរុញច្រានអ្នកឲ្យទៅមុខ 2. ចំណុចធំការរៀបចំបញ្ជីជាមុនអ្នកត្រូវធ្វើបញ្ជីការងារនៅយប់មុននៅពេលដែលអ្នកគេង Subconscious របស់អ្នកនឹងធ្វើការគិតរកវិធីដោះស្រាយការងារទាំងនោះឲ្យអ្នកជាស្រេចពេលភ្ញាក់ឡើងអ្នកគ្រាន់តែញ៉ាំកង្កែបតាមផែនការឧទាហរណ៍ជាក់ស្ដែងបើសិនអ្នកចង់សម្រក់ទម្ងន់កង្កែបរបស់អ្នកគឺការទៅហាត់ប្រាណ45នាទីនៅពេលព្រឹកការរៀបចំខោអាវហាត់ប្រាណនិងស្បែកជើងឲ្យហើយនៅពេលយប់ទុកដាក់ក្បែរគ្រែដេកពេលភ្ញាក់ឡើងអ្នកនឹងមិនចាំបាច់ប្រើខួរក្បាលគិតច្រើនទេគឺគ្រាន់តែស្លៀកពាក់ហើយទៅហាត់តែម្ដងផ្នែកទី3បច្ចេកទេសកាត់ចំណិតនិងផ្ដោតអារម្មណ៍បច្ចេកទេសសាច់ក្រកកិច្ចការធំប្រៀបដូចជាសាច់ក្រកវែងមួយអ្នកមិនអាចញ៉ាំវាទាំងមូលក្នុងពេលតែមួយបានទេចូលចិត្តវាធ្វើម្ដងមួយចំណិតបើត្រូវសរសេររបាយការណ៍20ទំព័រកុំគិតពី20ទំព័រ
គិតត្រឹមតែសរសេរឲ្យបានមួយទំព័រឥឡូវនេះឲ្យតែចាប់ផ្ដើមបានមួយចំណិតបន្ទាប់នឹងមកដោយឯង 2. បង្កើតពេលវេលាគុណភាពកង្កែបធំត្រូវការពេលវេលាផ្ដោតអារម្មណ៍ចូលដកខ្លួនចេញពីទូរស័ព្ទបិទការជួនដំណឹងហើយចំណាយពេលរយៈពេល60ទៅ90នាទីធ្វើការនោះដោយមិនឲ្យមានការរំខាន 3. បង្កើនសម្ពាធលើខ្លួនឯងមានតែ 2% នៃមនុស្សនៅលើโลกទេដែលអាចធ្វើការបានដោយមិនចាំបាច់មានអ្នកតាមដានចូលធ្វើខ្លួនជាអ្នកដឹកនាំខ្លួនឯងកំណត់ deadline ឲ្យខ្លួនឯងឲ្យខ្លីជាងការកំណត់ពីខាងក្រៅការសង្ខេបមេរៀនជីវិតពី Eat That Frog ជោគជ័យមិនមែនមកពីការធ្វើការងារបានច្រើននោះទេប៉ុន្តែមកពីការធ្វើការងារដែលសំខាន់បំផុតបានរួចរាល់បើអ្នកចង់ក្លាយជាមនុស្សឆ្នើមក្នុងចំណោមមនុស្ស100នាក់អ្នកត្រូវតែជាមនុស្សដែលហ៊ានស៊ីកង្កែបដែលអាក្រក់បំផុតមុនគេជារៀងរាល់ព្រឹកតើអ្វីជាកង្កែបធំបំផុតរបស់អ្នកនៅថ្ងៃស្អែកចូលចាប់ផ្ដើមធ្វើវាឲ្យហើយមុនគេបង្អស់អរគុណប្រិយមិត្តដែលបានតាមដានសៀវភៅ Eat That Frog រហូតដល់ទីបញ្ចប់នេះគ្រាន់តែជាការសង្ខេបខ្លីៗចេញពីសៀវភៅតែប៉ុណ្ណោះបើសិនជាប្រិយមិត្តចង់សិក្សាឲ្យស៊ីជម្រៅលោកអ្នកអាចទិញសៀវភៅនោះយកមកអានផ្ទាល់កាន់តែប្រសើរសូមអរគុណ